សូមលំអរកាយជំរាបសួរដល់អ្នកទាំងអស់គ្នាបាទយើងបានមកដល់ភាគទី72ហើយនៃរឿងចាប់កំណើតជាថ្មីអ្នកប្រយុទ្ធមេឃាបាទភាគការពីម្សិលមិញអូហូនិយាយថាជក់ចិត្តមែនតែនតែម្ដងអ្នកទាំងអស់គ្នាណោះហើយសម្រាប់ភាគថ្ងៃនេះផងដែរក៏មិនចាញ់ភាគការពីម្សិលមិញដែរអ្នកទាំងអស់គ្នានិយាយទៅគឺប្លែករហូតតែម្ដងអញ្ចឹងណាហើយមុនចូលទៅកាន់សាច់រឿងរបស់ពួកយើងបាទដូចអ្វីដែល admin បាទតែងតែសូមរំខានអ្នកទាំងអស់គ្នាហ្នឹងគឺបាទកុំភ្លេចជួយចុច like និងចុច share ឲ្យ admin ម្នាក់មួយផងទៅណាអ្នកទាំងអស់គ្នាបាទសង្ឃឹមថាអ្នកទាំងអស់គ្នាគឺបាទមិនដាច់ចិត្តទេបាទបើនិយាយពី channel ពី YouTube ណា admin និយាយមែនលក្ខណៈថាគឺលក្ខណៈគឺតិចមែនតែម្ដងណាប៉ុន្តែដោយសារតែការស្រឡាញ់ទៅ admin គឺបន្តធ្វើសាច់រឿងគឺរហូតដល់ទីបញ្ចប់សម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងទៅនេះគឺនិយាយពីចិត្តទៅវិញទៅមកអញ្ចឹងណាអ្នកទាំងអស់គ្នាព្រោះនៅឃើញថាឃើញគ្នាយើងណាច្រើនអ្នកដែរគឺគាត់តែងតែ comment បាទនៅក្នុង channel របស់ admin អញ្ចឹងទៅហើយអ្នកខ្លះក៏ឆាតមក page តំណុកទៀតឈ្មោះ page Mr. តំណុកថាឲ្យ admin ហ្នឹងគឺបាទចេញរឿងភាគតវិញទៅអញ្ចឹងគឺ admin ព្យាយាមឆ្លៀតមែនតើហើយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាគឺគ្រប់គ្រងការអ្នកទាំងអស់គ្នាគ្រប់គ្រងច្រើនអញ្ចឹងទៅ admin គឺមានកម្លាំងចិត្តក្នុងការបកប្រែកែសម្រួលអត្ថបទអញ្ចឹងណាបាទ admin អរគុណច្រើនអញ្ចឹងគឺកុំឲ្យខាតពេលវេលាយូរអ្នកទាំងអស់គ្នានោះយើងចូលមកស្ដាប់នៅសាច់រឿងពីបន្តរបស់ពួកយើងតែម្ដងទេរបាំងការពីកម្លាំងធាតុគឺបានកើតឡើងគួរឲ្យចម្លែកនិងគួរឲ្យកត់សម្គាល់អ្វីដែលធ្វើឲ្យលោកតាលួងគឺមើលដោយមានការភ្ញាក់ផ្អើលបំផុតនោះឃើញថារបាំងការពារទាំងអស់ហ្នឹងវាបានធ្វើការការពារទៅលើដើមឈើវិញ្ញាណទាំងអស់ដែលស្ថិតនៅក្នុងពិភពនៃការបង្កើតរបស់គាត់នឹងតែម្ដងអ្នកទាំងអស់គ្នាបើយើងក្លែកមើលទៅកាន់ហេម៉ូដែលជាមនុស្សអាក្រក់ពាក់ឈុតខ្មៅឯនោះវិញទឹកមុខរបស់វាគឺបានប្រែមកជាស្រអាប់បន្ទាប់ពីបានឃើញរបាំងការពីកម្លាំងធាតុគឺបានបាទកើតឡើងមកដល់ចម្លែកបែបនោះហេម៉ូគេបានធ្វើការសម្លឹងទៅកាន់ស៊ីយិនដែលកំពុងតែស្ថិតនៅខាងក្រោមទឹកមុខរបស់គេបង្ហាញនៅភាពត្រជាក់បន្តិចដោយគេមើលទៅកាន់ស៊ីយិននៅក្នុងអំឡុងពេលនេះដូចជាមើលទៅកាន់មនុស្សបុរាណដែលមានអាយុច្រើនរាប់ម៉ឺនឆ្នាំដូចនេះឯងហេម៉ូក៏បាននិយាយតិចផងដែរថាចង្រៃយោតើរបាំងការពីកម្លាំងធាតុនេះតើវាគឺជាអ្នកបង្កើតតែពិតមែនដែរទេហើយតើនរណាទៅដែលមកជួយវានោះមិនបានទេយើងមិនត្រូវឲ្យមានគ្រោះថ្នាក់បញ្ហាជាងនេះនោះទេចង្រៃម្នាក់នេះបើសិនជាប្រឈមមុខជាមួយនឹងវាទៅថ្ងៃមុខនោះវានឹងអាចគ្រោះថ្នាក់ជាងកញ្ចាស់លួនេះទៀតហើយម៉ូគេបាននិយាយទាំងអារម្មណ៍បែបប្រយ័ត្នប្រយែងអញ្ចឹងទៅអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនោះផងដែរស្រាប់តែហេម៉ូគេក៏បានស្រែកឡើងផងដែរថាឆាប់ចេញមកបរវ៉ាដ៏អស្ចារ្យរបស់យើងស្របពេលវេលានោះផងដែរអ្នកទាំងអស់គ្នាស្រាប់តែមានសត្វបិសាចដ៏ចម្លែកបាទរូបរាងរបស់វាដ៏ចម្លែកមួយគឺបានផុសចេញអំពីចង្អូបាទពឹសវិញ្ញាណមរណៈដែលបានបង្កើតឡើងដោយហេម៉ូផ្ទាល់ឡើងតែម្ដងអ្នកទាំងអស់គ្នាណាយើងឃើញថានៅក្នុងអំឡុងពេលដែលសត្វចម្លែកនេះគឺវាបានផុសចេញមកនោះគឺសំឡេងរបស់វាគឺស្រដៀងនឹងសត្វនាគក្រៀកបន្តិចគឺស្រដៀងនឹងបាទសត្វរាជសីបន្តិចអ្នកទាំងអស់គ្នានៅពេលដែលវាបានចេញមកអញ្ចឹងណាហើយបើនិយាយពីរូបរាងរបស់វាទៀតអ្នកទាំងអស់គ្នានិយាយទៅគឺចម្លែកខ្លាំងមែនតែម្ដងក្បាលរបស់វាគឺជាក្បាលពស់អ្នកទាំងអស់គ្នាបានប៉ុន្តែវាមានចកុយដោះស្នែងនៅពីលើទៀតអញ្ចឹងណាហើយបើនិយាយពីកន្ទុយរបស់វាគឺធំខ្លាំងមែនតែម្ដងរូបរាងរបស់សត្វចម្លែកនេះគឺបាទវាគួរឲ្យខ្លាចនឹងធំជាងសត្វនិក្រាឈើដែលស៊ីយិនទៅតែបានសម្លាប់របស់អ្នកទាំងអស់គ្នានិយាយទៅវាលក្ខណៈថាចេញមកគឺវាស្រែកឈាមហ្មងគឺវាស្រែកឈាមតែម្ដងហើយបើនិយាយពីកន្ទុយរបស់វាគឺស្តៀងទៅនឹងកន្ទុយនៃសត្វត្រីប៉ុន្តែវាធំហើយអំណាចធម្មពលដែលបង្កប់ឬក៏ឬគល់នៃធម្មពលរបស់វាគឺស្ថិតនៅកន្ទុយនឹងតែម្ដងអ្នកទាំងអស់គ្នា
ហើយមួយវិញទៀតណានៅពេលដែលវាបានរួចចេញអំពីអាចង្អូបាទពឹសវិញ្ញាណមរណៈរបស់ហេម៉ូនោះប្រៀបដូចជាវានឹងគឺបានរួចចេញអំពីឋាននរកអញ្ចឹងគឺពន្លឺកែភ្នែករបស់វាដែលបានបញ្ចេញមកឲ្យសម្លឹងមើលទៅកាន់ស៊ីយិនណាប្រៀបដូចជាឃើញស៊ីយិននឹងគឺជាមហូបដ៏ឆ្ងាញ់ពិសារបស់វាអញ្ចឹងអ្នកទាំងអស់គ្នាយល់ទៅគឺសាហាវយកទៅមែនតែម្ដងហើយយើងឃើញថាអាសត្វចម្លែកហ្នឹងគឺត្រូវបានគេហៅថាពស់បាទបិសាចនាគរាជបាទហើយយើងឃើញថាប្រមូលផ្ដុំនៃធម្មពលពឹសទាំងអស់ដែលបានបង្កើតឡើងដោយហេម៉ូហ្នឹងគឺត្រូវយកមកដាក់ទៅលើរាងកាយរបស់សត្វហ្នឹងតែម្ដងអ្នកទាំងអស់គ្នាហើយវិញ្ញាណនៃធម្មពលបាទចិត្តវិញ្ញាណនៃធម្មពលរបស់អាសត្វបិសាចពស់នាគរាជហ្នឹងណាបាទគឺជាវិញ្ញាណនៃធម្មពលតភ្ជាប់គ្នាជាមួយនឹងអបហេម៉ូនឹងតែម្ដងអញ្ចឹងណាលក្ខណៈថាហេម៉ូគេបញ្ជាមិនគឺអាសត្វហ្នឹងគឺវាធ្វើអញ្ចឹងស៊ីយិនគឺបានសម្លឹងមើលបាទអំពីអំណាចនៃធម្មពលដ៏អស្ចារ្យរបស់អាសត្វពស់បិសាចនាគរាជនឹងអញ្ចឹងថាតើអំណាចរបស់វានឹងគឺខ្លាំងហើយក៏ខ្លាំងជាងបាទអានាគរាជឈើដែលគេទៅតែសម្លាប់មុននឹងនិយាយទៅលក្ខណៈថាស៊ីយិនគឺបានដឹងហ្មងណាហើយបើនិយាយពីអំណាចធម្មពលរបស់តួឯកប្រុសរបស់យើងវិញអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនេះរាងកាយរបស់គេគឺហាក់បីដូចជាទន់ខ្សោយតែម្ដងណាបើយើងក្លែកមើលទៅនៅក្នុងអំឡុងពេលនេះគឺមិនមែនស៊ីយិនសំដែងទេហើយមួយវិញទៀតគឺដោយសារតែអាធម្មពលពឹងវាខ្លាំងពេកទទួលស្គាល់ថាស៊ីយិនយើងក៏ជាអ្នកលេងពឹសម្នាក់នៅឯទ្វីបកម្លាំងធាតុដែរណាប៉ុន្តែដោយសារតែអាពឹសដែលបានបញ្ចេញមកដោយហេម៉ូនគឺវាគ្រោះថ្នាក់ពេកបាទពឹសដែលសន្សំទុកដោយមនុស្សបុរាណគឺបាទមិនធម្មតាទេអ្នកទាំងអស់គ្នាស៊ីយិនណាតួឯកប្រុសរបស់យើងអ្នកទាំងអស់គ្នាបើសិនជាមិនមានរបាំងការពារកម្លាំងធាតុដែលបានកើតឡើងមកអំបញ្ញមិញនឹងទេនោះផាយជាស៊ីយិនយើងនឹងត្រូវកប់ចូលនៅក្នុងពឹសវិញ្ញាណមរណៈនឹងបាត់ទៅហើយសូម្បីតែស៊ីយិនខ្លួនឯងក៏ឆ្ងល់ដែរថាតើអារបាំងការពារកម្លាំងធាតុនោះគឺវាកើតឡើងដោយរបៀបណាតើនរណាទៅគឺជាអ្នកជួយគេណែកន្លែងចំណុចហ្នឹងបាទធ្វើឲ្យ admin ក៏មានការឆ្ងល់ដែរបាទតើនរណាទៅបើលោកតាលូគាត់អត់បានមកជួយទេព្រោះឯតាលូគឺត្រូវបានប្រជុំមុខដាក់គ្នានឹងរេរាំងដោយហេម៉ូបាត់ទៅហើយចំណែកតាគូយើគឺគាត់ដេកនឹងលក់នៅក្នុងខ្លួនរបស់ស៊ីយិនបាត់ទៅហើយនោះអញ្ចឹងតើនរណាទៅដែលគាត់បង្កើតរបាំងការពារនៃកម្លាំងធាតុនឹងឡើងអញ្ចឹងណានៅក្នុងអំឡុងពេលនឹងផងដែរយើងឃើញថាអាបិសាចបាទពស់នាគរាជហ្នឹងវាបានបែរក្បាលរបស់វាសម្លឹងមើលមកកាន់ស៊ីយិននៅក្នុងអំឡុងពេលនេះយើងឃើញថាមាត់របស់វាគឺបានបញ្ចេញនៅអណ្ដាតលឹកឆ្វាច់ហាក់បីដូចជាវាគឺពេញចិត្តបាទខ្លាំងណាស់នៅពេលដែលវាមើលទៅកាន់ស៊ីយិនដែលកំពុងតែមានរូបរាងកាយគ្របដណ្ដប់ទៅដោយឈាមបែបនេះនោះនិយាយទៅគឺលក្ខណៈថាវាចង់លេបទាំងស្រស់តែម្ដងអ្នកទាំងអស់គ្នាហើយស៊ីយិនបានដឹងយ៉ាងច្បាស់ហើយថាអំណាចធម្មពលដែលអាពស់នឹងគឺវាបានសម្លឹងមើលមកកាន់គេតើវាគ្រោះថ្នាក់ដល់កម្រិតណាអញ្ចឹងអ្នកទាំងអស់គ្នាហើយមកគេបានសម្លឹងមើលទៅកាន់ពស់បិសាចនាគរាជរបស់គេបន្ទាប់មកស្រាប់តែគេបាននិយាយថាចង្រៃយោវាកំពុងតែធ្វើភ្លើដូចជាអានិក្រីឈើទៀតហើយតើពិតមែនដែរទេនិយាយទៅគឺហេម៉ូនេះគឺប្រយ័ត្នប្រយែងចំពោះស៊ីយិនអ្នកនរគ្នាព្រោះអីគេរកឃើញថាស៊ីយិនម្នាក់នេះគឺมันអាចចេះតែធ្វើប្រហែសបាននោះទេគេក៏បានប្រើធម្មពលចិត្តវិញ្ញាណរបស់គេតភ្ជាប់បាទជាមួយនឹងអាពស់បិសាចនាគរាជហ្នឹងដើម្បីប្រាប់បាទពស់បិសាចនាគរាជឲ្យដឹងថាត្រូវតែមានការប្រុងប្រយ័ត្នចំពោះមនុស្សម្នាក់នេះព្រោះអីមនុស្សម្នាក់នេះគឺมันអាចមើលស្រាលបាននោះទេបាទប៉ុន្តែបើត្រូវជាលេបទៅបាក់លេបអស់ចូលក្នុងពោះបាត់ទៅកុំធ្វើឲ្យញ៉ៃអញ្ចឹងទៅអញ្ចឹងគឺអាពស់បិសាចនាគរាជគេក៏បានយល់អំពីម្ចាស់របស់គេដែលបានប្រាប់អញ្ចឹងទៅអាភាពកអើកតូនរបស់គេពីមុនមករៀងដូចលក្ខណៈរៀងបង្កើននឹងការប្រុងប្រយ័ត្នបន្តិចហើយបន្ទាប់មកគេក៏បានបញ្ចេញអណ្ដាតរបស់គេផ្លែសម្លឹងមើលទៅកាន់ស៊ីយិននៅក្នុងអំឡុងពេលហ្នឹងអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយឃើញថានៅក្នុងអំឡុងពេលនេះផងដែរគេក៏មិនបានបាទចង់ចូលទៅគៀកនៅរាងកាយរបស់ស៊ីយិនទៀតទេណាគេក៏បានធ្វើការវាយប្រហារដោយប្រើនៅពន្លឺកាំរស្មីពណ៌ខ្មៅដែលបានបាទផ្ទុះចេញពីមាត់របស់គេហ្នឹងគឺវាយប្រហារសម្ដៅទៅកាន់រាងកាយរបស់ស៊ីយិនតែម្ដងលក្ខណៈថាអត់ហ៊ានចូលទៅគៀកទេបាទព្រោះអីគឺបទពិសោធន៍នាគរាជ
ឈើនឹងគឺម្ដងហើយយើងឃើញថាអំណាចធម្មពលបាទពណ៌ខ្មៅដែលបានបាញ់ចេញអំពីបាទមាត់របស់វានោះគឺពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាអំណាចធម្មពលខ្មៅនោះយើងហៅថាពន្លឺនៃកាំរស្មីធម្មពលខ្មៅពឹសវិញ្ញាណមរណៈបាទយកទៅគឺវាប្រហារតែម្ដងណាហើយនៅក្នុងអំឡុងពេលដែលពន្លឺនៃកាំរស្មីពណ៌ខ្មៅគឺវាទៅកាន់ស៊ីយិននោះរូបរាងកាយរបស់ស៊ីយិននៅក្នុងអំឡុងពេលនេះគឺលក្ខណៈថាសល់តែមួយដង្ហើមចង្រិតទេអ្នកទាំងអស់គ្នាអស់អាលីងហ្មងណានិយាយទៅគឺទទួលស្គាល់ថាស៊ីយិនគឺអាចនឹងទប់ទល់បានណាកាលពីមុននឹងបន្តិចណាប៉ុន្តែដោយសារតែអាពឹសហ្នឹងអ្នកទាំងអស់គ្នាអាពឹសចង្អូបាទវិញ្ញាណមរណៈហ្នឹងគឺបានធ្វើឲ្យអំណាចនៃធម្មពលនៃកម្លាំងធាតុរបស់ស៊ីយិនហ្នឹងគឺចុះថយបន្តិចម្ដងដែលជាហេតុធ្វើឲ្យស៊ីយិនយើងគឺទន់ខ្សោយទៅអញ្ចឹងណាអញ្ចឹងនៅក្នុងអំឡុងពេលនោះផងដែរសម្លេងនៃការប៉ះទង្គិចលាន់ឮសូរតែប៉ាំងអញ្ចឹងគឺអាពន្លឺនៃកាំរស្មីគឺវាបានហោះទៅបុកទង្គិចជាមួយនឹងរបាំងការពីកម្លាំងធាតុហើយយើងបានដឹងហើយថាអារបាំងការពីកម្លាំងធាតុហ្នឹងគឺស៊ីយិនយើងមិនមែនជាអ្នកបង្កើតទេណាសូម្បីស៊ីយិនយើងក៏ឆ្ងល់ដែរថាតើនរណាទៅគឺជាអ្នកបង្កើតនោះយើងឃើញថានៅពេលដែលអំណាចថាវពលគឺបានផ្ទុះភ្លាមនោះផ្ទៃមេឃទាំងមូលហាក់បីដូចជាស្រាបឡើងវិញអញ្ចឹងនៅក្នុងអំឡុងពេលហ្នឹងណាព្រោះអីផ្ទៃមេឃកំពុងតែភ្លឺអ្នកទាំងអស់គ្នាបែរជាត្រូវបានងឹតសូនឈឹងតែម្ដងនៅក្នុងអំឡុងពេលហ្នឹងហើយលំហអាកាសដែលបានផ្ទុំមិញហ្នឹងណាស្ទើរតែធ្វើឲ្យលំហគឺត្រូវបានរលាយអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងអំឡុងពេលហ្នឹងគឺឃើញថាហៃម៉ូគេក៏បានក្រហឹមហើយបាននិយាយឡើងផងថាចង់រៃយោវាពិតជាមិនល្អនោះទេអារបាំងការពារចង្រៃនេះតើវាគឺជារបស់នរណាឲ្យពិតប្រាកដទៅបាទអញ្ចឹងគឺយើងបានដឹងហើយថាអំណាចធម្មពលនៃរបាំងការពារកម្លាំងធាតុហ្នឹងគឺឥឡូវនេះគឺហៃម៉ូគេបានដឹងហើយថាវាមិនមែនចេញអំពីស៊ីយិននោះទេអញ្ចឹងគឺគេបានដឹងផងដែរថាស៊ីយិននេះគឺជំនឿដែលចម្លែកសូម្បីតែអ្នកខ្លាំងមួយចំនួនក៏បាទការពារនិងគ្រប់គ្រងទៅលើគេដែរអញ្ចឹងទៅឃើញថាហៃម៉ូគឺវាប្រៀបដូចជាមនុស្សឈួតអញ្ចឹងនៅក្នុងអំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាបន្ទាប់ពីបានធ្វើការប៉ះទង្គិចបែបហ្នឹងអញ្ចឹងណាហើយអារបាំងនៅក្បែរស៊ីយិនហ្នឹងគឺវាបានប្រេះនៅក្នុងអំឡុងពេលនោះផងដែរអ្នកទាំងអស់គ្នាស្រាប់តែបង្ហាញឡើងនៅអំណាចធម្មពលដ៏បរិសុទ្ធមួយគឺបានបាទឆាប់ចេះឡើងជាមួយនឹងសម្លៀកបំពាក់បុរសម្នាក់ដែលគាត់បានស្លៀកពាក់គឺឈុតពណ៌គុជបៃតងដែលមានពន្លឺរស្មីហ្នឹងគឺបរិសុទ្ធអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនោះផងដែរយើងឃើញថាដំណើររបស់គេគឺដើរមកមួយប៉ុន្តែចំហៀនជើងគេមួយចំហៀនគឺឈរបានសង្កត់ទៅលើអាកាសនឹងគឺឡើងរង្គើតែម្ដងណាអូហូយគឺមានថាអ្នកខ្លាំងម្នាក់គឺបានបង្ហាញខ្លួនទៀតហើយអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនោះផងដែរស្រាប់តែសំឡេងបាទមនុស្សម្នាក់បានបន្លឺចេញពីបំពង់ករបស់គេផងដែរថាហៃម៉ូឯងល្មមបញ្ឈប់នៅកំហឹងនៃការសងសឹករបស់ឯងហើយបើមិនចឹងនោះទេឯងនឹងคล้ายទៅជាបិសាចដ៏ពិតប្រាកដបាទចឹងសំឡេងនឹងបានព្រឺឡើងមកអញ្ចឹងអ្នកទាំងអស់គ្នាចំណែកឯទឹកមុខរបស់តាលូអ្នកទាំងអស់គ្នាអើយបន្ទាប់ពីបានឃើញបរិសម្នាក់ហ្នឹងគឺបានបង្ហាញខ្លួនបែបហ្នឹងនោះនិយាយថាគាត់គឺសប្បាយចិត្តណាសប្បាយចិត្តមែនតែនអារម្មណ៍របស់គាត់ហាក់បីដូចជាបាទបែកនៅមិត្តចាស់រយៈពេលជាច្រើនរាប់រយរាប់ពាន់ឆ្នាំមកហើយត្រូវបានមកជួបគ្នាវិញអញ្ចឹងអូយទៅគឺខ្លាំងនឹងរំភើបមែនតែនស្រាប់ពេលវេលានៅផងដែរយើងឃើញថាហៃម៉ូណាគេបាននិយាយទាំងកំហឹងផងដែរថាចង្រៃយោឈិងម៉ូឯងភ្ញាក់ឡើងវិញហើយល្អណាស់យើងដឹងហើយថារបាំងការពារកម្លាំងធាតុនោះវាកើតឡើងដោយរបៀបណានោះគឺមកពីអាតាកញ្ចាស់ចង្រៃដែលងាប់បាត់សល់ត្រឹមតែវិញ្ញាណតូចតាចឯងសោះបាទនិយាយទៅលក្ខណៈថានិយាយមើងងាយទៅលើលោកតាឈិងមូខ្លាំងមែនតែនបាទអញ្ចឹងនិយាយទៅឈ្មោះគេមូដូចគ្នាចុងកតុយប៉ុន្តែថាអាមនុស្សអាក្រក់នោះគឺហៃម៉ូហើយតាដែលគាត់ស្លៀកបំពាក់របស់គាត់មិនមែនពណ៌ខ្មៅទេគឺគាត់ពណ៌គុជបៃតងធម្មពលដែលបរិសុទ្ធនៃដើមឈើវិញ្ញាណបុរាណណាអញ្ចឹងគឺគាត់ស្លៀកពាក់ឈុតពណ៌គុជបៃតងដោយបរិសុទ្ធអញ្ចឹងទៅអ្នកទាំងអស់គ្នា
និយាយទៅគឺប្រវត្តិរបស់លោកតាឈីងម៉ូនេះគេមិនបានបរិយាយអីឲ្យច្រើនទេអ្នកទាំងអស់គ្នាប៉ុន្តែគាត់ដឹងថាគាត់នឹងគឺជាបាទមនុស្សដែលមកពីប្រភពនៃគ្រួសារដើមឈើវិញ្ញាណអញ្ចឹងណាអញ្ចឹងហើយបានជាគាត់គឺប្រើនៅអំណាចធម្មពលរបាំងការពារកម្លាំងធាតុបាទការពារទៅលើអាដើមឈើវិញ្ញាណទាំងអស់ហ្នឹងអញ្ចឹងណាបាទហើយដោយហេតុមិនចង់ឲ្យអាពឹសវិញ្ញាណមរណៈរបស់ហៃម៉ូនគឺបំផ្លាញនៅទីតាំងកន្លែងហ្នឹងហ៎ទីតាំងកន្លែងហ្នឹងបើសិនជាអត់មានរបាំងការពារកម្លាំងធាតុរបស់លោកតាឈីងម៉ូទេបាទផាយជាត្រូវខ្ទេចខ្ទីអស់ហើយចំណែកឯបាទលោកតាឈីងម៉ូអ្នកទាំងអស់គ្នាគាត់តែគាត់ងាកទៅមើលឃើញលោកតាលូដែលនៅមិនឆ្ងាយប្រហែលពីគាត់ដែរនោះគាត់ក៏បានលើកដៃឡើងហើយស្នាមញញឹមមួយក៏បានបង្ហាញឡើងលើបបោមាត់របស់គាត់ក៏បាននិយាយឡើងផងដែរថាអេកញ្ចាស់លូបែកគ្នាយូរហើយយើងមើលទៅឯងគឺមិនចាស់តតែសោះណោះអស់រយៈពេលជាច្រើនពាន់ឆ្នាំហើយណាបាទនៅក្នុងកំឡុងពេលហ្នឹងយើងឃើញថាតាលូអាភាពនឿយណាយអាភាពដែលយ៉ាប់ឲ្យខឹងទៅលើហើយម៉ូនៅក្នុងកំឡុងពេលនេះហាក់ដូចជារៀងអស់បន្តិចរៀងដូចធូរស្បើយបន្តិចគេគាត់បាននិយាយថាល្អខ្លាំងណាស់សម្លាញ់ចាស់អូតាមពិតពួកគាត់ទាំងពីរនាក់ពួកម៉ាក់គ្នាសោះអ្នកទាំងអស់គ្នាហើយបើយើងក៏លេចមើលទៅកាន់ហៃម៉ូនេះវិញឥឡូវនេះគេមិនចាប់អារម្មណ៍ទៅលើតាចាស់ទាំងពីរនាក់ហ្នឹងទេអ្វីដែលគេត្រូវតែធ្វើនៅក្នុងពេលនេះទៅធ្វើយ៉ាងណាក៏ដោយគឺបញ្ជាហើយនឹងបន្ថែមអំណាចធម្មពលអាក្រក់ដែលចំណែកធម្មពលពណ៌ខ្មៅហ្នឹងគឺវាប្រហារទៅកាន់ស៊ីយានទៀតអញ្ចឹងទៅនៅក្នុងអំឡុងពេលនោះផងដែរយើងឃើញថាហៃម៉ូគេក៏បានប្រើអំណាចធម្មពលខ្មៅរបស់គេបញ្ជូនទៅកាន់ពស់បិសាចនិករាជហ្នឹងហើយបន្ទាប់យើងឃើញថាពស់បិសាចនិករាជបន្ទាប់ពីបានប្រើនៅអំណាចធម្មពលពន្លឺកម្មអ្នកស្មៃពណ៌ខ្មៅបាទពឹសវិញ្ញាណមរណៈវាប្រហារទៅកាន់ស៊ីយានហើយនោះប៉ុន្តែមិនបានធ្វើអីឲ្យស៊ីយានយ៉ាប់យ៉ឺនជាងនឹងទៀតនោះទេគេក៏បានបំវាយក្បាលរបស់គេហើយក៏បានប្រើនៅអំណាចធម្មពលកម្មពន្លឺអ្នកស្មៃពណ៌ខ្មៅហ្នឹងគឺវាប្រហារជាបន្តទៀតអញ្ចឹងទៅអ្នកទាំងអស់គ្នាលោកតាឈីងម៉ូបាននិយាយទៅកាន់លោកតាលូផងដែរថាណាហើយសម្លាញ់ចាស់ឥឡូវនេះអារឿងរាក់ទាក់គ្នានឹងចាំជួបគ្នាផឹកទាំងតែថ្ងៃក្រោយទៅចុះឥឡូវនេះគឺកំចាត់ទៅលើអាចង្រៃហៃម៉ូនេះចោលសិននៅក្នុងអំឡុងពេលនោះផងដែរគឺគាត់ក៏បានហោះមកផ្លែតតែម្ដងអ្នកទាំងអស់គ្នាគៀកទៅនឹងហៃម៉ូតែម្ដងហើយគាត់ក៏បាននិយាយទៅកាន់ហៃម៉ូផងដែរថាហៃម៉ូអាមនុស្សក្បត់គ្រួសារអាមនុស្សចង្រៃថោកទាបអាមនុស្សដើម្បីបានតែអំណាចនៃធម្មពលខ្លួនឯងហ៊ានយកនៅអំណាចធម្មពលអាក្រក់យកមកឲ្យគ្រួសារមើលទៅអាមនុស្សថោកទាបដូចជាឯងនេះសម្រាប់គ្រួសារដើមឈើវិញ្ញាណដកចេញក៏មិនខាតទុកក៏មិនចំណេញនោះដែរអាមនុស្សចង្រៃនៅក្នុងអំឡុងពេលហ្នឹងគឺបាទហៃម៉ូគេក៏បានសើចអាកញ្ចាស់ឈីងម៉ូឯងកំពុងតែនិយាយថាទុកក៏មិនចំណេញដកចេញក៏មិនខាតសម្រាប់គ្រួសារដើមឈើវិញ្ញាណបែបហ្នឹងអញ្ចឹងឬតាមពិតពាក្យនេះដែលគួរតែប្រើនោះគឺប្រើទៅលើឯងទៅវិញនោះទេតាមពិតគឺយើងនោះទេដែលធ្វើឲ្យគ្រួសារនៃដើមឈើវិញ្ញាណគឺមានអំណាចធម្មពលដ៏អស្ចារ្យមិនមែនរស់ក្រោមតែតាមការកេងចំណេញពីអ្នកដទៃនោះទេនៅក្នុងអំឡុងពេលនោះផងដែរគឺស្រាប់តែឈីងម៉ូក៏បាននិយាយថាល្អណាស់អាមនុស្សថោកទាបអាមនុស្សអាក្រក់យើងក៏ចង់ដឹងដែរថាតើពឹសវិញ្ញាណមរណៈរបស់អាថោកទាបឯងនោះតើវាអាក្រក់និងខ្លាំងអស្ចារ្យយ៉ាងណាទៅនៅក្នុងអំឡុងពេលនោះផងដែរយើងឃើញថាអំណាចធម្មពលរបស់លោកតាឈីងម៉ូក៏បានបញ្ចេញមកភ្លាមតែម្ដងដែលគឺជាអំណាចនៃធម្មពលដ៏បរិសុទ្ធនៃដើមឈើវិញ្ញាណបុរាណនឹងអ្នកទាំងអស់គ្នាកន្លែងហ្នឹងអេដមីនសូមបញ្ជាក់បន្តិចណាតាមពិតណាដើមឈើវិញ្ញាណបុរាណទាំង3គឺសិតសឹងតែជាអំណាចធម្មពលដ៏បរិសុទ្ធគឺជាវិញ្ញាណដ៏ល្អនៃគ្រួសារដើមឈើវិញ្ញាណណាអ្នកទាំងអស់គ្នាប៉ុន្តែអាដើមឈើវិញ្ញាណបុរាណទាំង3ហ្នឹងគឺវាคล้ายទៅជាធម្មពលអាក្រក់បែបហ្នឹងណាគឺដោយសារតែអាបៈហៃម៉ូនេះគឺវាបានយកអំណាចធម្មពលអាក្រក់យកមកដាក់លើដើមឈើវិញ្ញាណបុរាណទាំង3ហ្នឹងទើបបានធ្វើឲ្យដើមឈើវិញ្ញាណបុរាណទាំង3ហ្នឹងคล้ายទៅជាអំណាចធម្មពលអាក្រក់បែបហ្នឹងអញ្ចឹងណាបាទនិយាយទៅគឺអបិហៃម៉ូនេះអាក្រក់យកតែមែនតែន
ស្របពេលវេលានៅផងដែរអ្នកទាំងអស់គ្នាហាក់បីដូចជាហេម៉ូគេកំពុងតែបន្ទោសនៅអំណាចធម្មពលអ្វីមួយយ៉ាងដើម្បីធ្វើការរេរាំងទៅលើតាចាស់ទាំងពីរអ្នកនឹងអញ្ចឹងណាហើយយើងឃើញថាលោកតាលួគាត់រវល់តែសប្បាយចិត្តឃើញមិត្តចាស់បង្ហាញខ្លួនគឺអត់បានបញ្ចេញនៅអំណាចធម្មពលអ្វីទប់ទល់ជាមួយនឹងហេម៉ូនោះទេមានតែលោកតាឈីងម៉ូទេដែលគាត់គឺត្រៀមអំណាចធម្មពលធ្វើការទប់ទល់ក៏ប៉ុន្តែមានណាអ្នកទាំងអស់គ្នាហើយគឺអំឡុងពេលហ្នឹងធម្មពលអាប់ក្រាស់ពណ៌ខ្មៅមួយក៏បានមកពាំងចំពីមុខគេទាំងពីរនាក់តែម្ដងពិតណាស់វាគឺជាអំណាចធម្មពលរបាំងការពារកម្លាំងធាតុមុនខ្មៅដែលជារបាំងការពារពឹសវិញ្ញាណមរណៈរបស់ហេម៉ូនឹងតែម្ដងអ្នកទាំងអស់គ្នាបន្ទាប់មកឃើញថាលោកតាឈីងម៉ូគាត់ក៏បាននិយាយឡើងផងដែរថាចង់រាយយោវាកំពុងតែរារាំងយើងតិចទៅវាប្រហារនៅក្នុងអំឡុងពេលនឹងអំណាចធម្មពលរបស់គាត់គឺបានបន្តវាប្រហារទៅលើអារបាំងការពារកម្លាំងធាតុពឹសវិញ្ញាណមរណៈរបស់ហេម៉ូគឺវាយ៉ាងណាក៏វាមិនបែកតែអ្នកនរគ្នាវារឹងមាំខ្លាំងមែនតែម្ដងណាបន្ទាប់មកយើងឃើញថាលោកតាលួក៏បានភ្ញាក់អំពីអាការសប្បាយបន្តិចហើយគាត់ក៏បាននិយាយថាចង្រៃយោហេម៉ូគឺវាលេងខ្លាំងមែនហើយមើលទៅនោះចង្រៃនេះវាកំពុងតែធ្វើឲ្យគ្រួសារដើមឈើបុរាណដែលធ្លាប់ជាគ្រួសារដ៏បរិសុទ្ធคล้ายទៅជាធាតុករហើយតើលោកតាលូក៏បានបែរមុខគឺនិយាយសម្ដៅទៅកាន់ឈីងម៉ូថាសម្លាញ់ចាស់មើលទៅអំណាចធម្មពលរបស់ហេម៉ូនេះគឺពិតជាអំណាចធម្មពលអាក្រក់ខ្លាំងណាស់អំណាចធម្មពលរបស់វាគឺពោពេញដោយចំហាយធម្មពលពិឃាតហើយនឹងការចងគំនុំមើលទៅយើងគឺពិបាកក្នុងការទប់ទល់ជាមួយនឹងវាហើយនៅក្នុងអំឡុងពេលនោះផងដែរអ្នកទាំងអស់គ្នាហើយម៉ូគេក៏បានសើចជមើអាកាចាស់ទាំងពីរនេះឯងគឺអាចធ្វើអ្វីបានទៀតទៅហើយកុំសង្ឃឹមឲ្យសោះណាថានឹងអាចបំបែកនៅរបាំងការពារកម្លាំងធាតុពឹសវិញ្ញាណមរណៈរបស់យើងបានអសោះនោះល្អិតចង្រៃនោះត្រូវតែងាប់ព្រោះវាគឺជាឧបសគ្គក្នុងថ្ងៃអនាគតរបស់យើងសម្រាប់វាអំឡុងពេលនោះផងដែរអ្នកទាំងអស់គ្នាអំណាចធម្មពលពឹសមរណៈវិញ្ញាណមរណៈគឺបន្តហោះទៅធ្វើការវាប្រហារទៅកាន់ស៊ីយានទៀតអញ្ចឹងទៅណាយើងឃើញថានៅក្នុងអំឡុងពេលនេះឃើញថាលោកតាទាំងពីរនាក់បានត្រឹមតែសោកស្ដាយដែលគាត់គឺមិនអាចជួយអ្វីទៅលើស៊ីយានបានព្រោះនៅក្នុងអំឡុងពេលនេះគឺគាត់ត្រូវបានបិទបាំងនិងខេខាំងទៅដោយរបាំងការពារនៃពឹសវិញ្ញាណមរណៈបាត់ហើយអារបាំងការពារពឹសវិញ្ញាណមរណៈនេះគឺវាពិតជារឹងខ្លាំងមែនតែម្ដងអ្នកទាំងអស់គ្នាដែលជាហេតុធ្វើឲ្យគាត់នឹងគឺពិបាកក្នុងការវាកំតិចអញ្ចឹងទៅណាសម្លេងនៃការប៉ះទង្គិចគឺលន់សូតែប៉ាំងនៅក្នុងអំឡុងពេលដែលអំណាចនៃធម្មពលអាកាមរស្មីហ្នឹងគឺវាបានទៅបុកប៉ះទង្គិចជាមួយនឹងដើមទ្រូងរបស់ស៊ីយិនលើកនឹងស៊ីយិនអត់មានរបាំងឯកាពារទៀតទេអ្នកទាំងអស់គ្នាណាបាទនិយាយទៅគឺទៅបុកជាមួយនឹងរាងកាយរបស់ស៊ីយិនតែម្ដងបន្ទុះនៃធម្មពលក៏បានផ្ទុះឡើងភ្លាមប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះឃើញថារាងកាយរបស់ស៊ីយិនគឺនៅធម្មតាដដែលប៉ុន្តែដង្ហើមរបស់គេគឺដង្ហើមចង្រិតណាលក្ខណៈថានៅដឹងខ្លួនប៉ុន្តែមិនអាចធ្វើអ្វីបានទេដូចអ្វីដែលអេដមីនបានជម្រាបប្រាប់ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងថាស៊ីយិនយើងបន្ទាប់ពីមានអាពឹសវិញ្ញាណមរណៈគឺវាបានគ្រប់បន្ទាប់មកគឺធ្វើឲ្យកម្លាំងធម្មពលខ្សោយហើយគូផ្សំដែលតួឯកប្រុសរបស់យើងគឺបានប្រើអំណាចធម្មពលអស់ជាច្រើនក្នុងការសម្លាប់ទៅលើអានិក្រិចឈើអញ្ចឹងគឺធ្វើឲ្យគេនឹងគឺអស់ធម្មពលមកនៅក្នុងអំឡុងពេលហ្នឹងណាក៏ប៉ុន្តែមានណាអ្នកទាំងអស់គ្នាយើងឃើញថាអាបុកប៉ះនឹងកិច្ចដើមទ្រូងបាញ់មិញគឺមិនបានធ្វើឲ្យស៊ីយិនរបស់យើងនឹងគឺស្លាប់ទេហើយឬក៏គ្រោះថ្នាក់ធ្ងន់ធ្ងរទេដោយសារតែនៅពេលដែលអាទូលីនៃការប៉ះទង្គិចយ៉ាងបាញ់មិញគឺវាដូចថាសាយភ័យបាត់ទៅគឺនៅលើរាងកាយរបស់ស៊ីយិនពោពេញដោយធម្មពលអណ្ដាតភ្លើងអញ្ចឹងមានន័យថាអណ្ដាតភ្លើងស៊ូគៀទាំងអស់របស់ស៊ីយិននឹងគឺបានមកជួយការពារម្ចាស់ហើយអូហូអស់ចាមែនតើណាចំណែកឯលោកតាទាំងពីរនាក់ដែលកំពុងតែប្រើអំណាចធម្មពលវាបំបែកទៅលើអារបាំងការពារពឹសវិញ្ញាណមរណៈនោះគឺគាត់ឈោមើលទាំងចង្ហោមាត់ណានិយាយទៅគឺគាត់ភ្ញាក់ផ្អើលខ្លាំងមែនតែម្ដងព្រោះអីគឺកម្រមានមនុស្សណាម្នាក់ដែលអាចគ្រប់គ្រងទៅលើធម្មពលណាភ្លើងស៊ូគៀគឺទាំងអស់បែបហ្នឹងបាននោះទេអញ្ចឹងគឺក្មេងប្រុសម្នាក់នេះថ្ងៃអនាគតទៅគេនឹងអាចក្លាយទៅជាអ្នកខ្លាំងបាទយ៉ាងអន់ណាស់ក៏ក្នុងចំណោមជើងខ្លាំងទាំងប្រមាណអ្នកនៅក្នុងទ្វីបនៃការបង្កើតក្បាច់គុណនឹងដែរនិយាយទៅ
គាត់និយាយបែបហ្នឹងអញ្ចឹងណាហើយបន្ទាប់មកគឺឃើញថាលោកតាឈិងម៉ូងគាត់បានន័យថាគាត់ទោះបីជាត្រឹមតែជាបំណែកនៃអាណាភ្លើងស៊ូគាយ៉ាងណាក៏ដោយក៏ប៉ុន្តែដរាបណាអំណាចនៃអាណាភ្លើងស៊ូគាទាំងអស់គឺអាចបាទនៅក្នុងរាងកាយគេតែមួយបែបហ្នឹងអាចសន្មត់ផងដែរថានៅក្នុងថ្ងៃណាក៏ទៅបុរសម្នាក់ហ្នឹងបាទអាឡិតម្នាក់ហ្នឹងគេនឹងអាចគ្រប់គ្រងទៅលើបាទអាណាភ្លើងស៊ូគាទាំងអស់បានកន្លែងចំណុចនេះអត់មានសូមបញ្ជាក់បន្តិចនិយាយទៅគឺមនុស្សដែលស្ថិតនៅក្នុងទ្វីបនៃការបង្កើតបាច់គុណហ្នឹងគឺច្រឡំថាអាណាភ្លើងស៊ូគាដែលស៊ីយិនមាននៅក្នុងរាងកាយរបស់គេហ្នឹងគឺត្រឹមតែជាបំណាច់នៃអាណាភ្លើងស៊ូគាតែប៉ុណ្ណោះទទួលស្គាល់គេអាចយល់ចឹងក៏ត្រូវដែរព្រោះអីគឺឃើញថាបាទអាណាភ្លើងស៊ូគាទាំងអស់ដែលស្ថិតនៅក្នុងទ្វីបនៃការបង្កើតបាច់គុណគឺមានរូបរាងមានវិញ្ញាណអស់ហើយអ្នកទាំងអស់គ្នាដល់ឡែកអីអាណាភ្លើងស៊ូគាដែលក្នុងខ្លួនរបស់ស៊ីយិនគឺអត់មានវិញ្ញាណទេត្រឹមតែជាអាណាភ្លើងស៊ូគាតែប៉ុណ្ណោះមានវិញ្ញាណមានតែ2ទេមានមួយទៀត3គឺទី1គឺស៊ីវយីទី2គឺហើយយៀនបាទជាអាណាភ្លើងលេបស្មោលហ្នឹងហើយអាលេខ1ហ្នឹងអ្នកនរគ្នាដឹងថាគឺជាណាគេអីគឺជាស៊ីយិនហ្នឹងឯងស៊ីយិនគឺជាលេខរៀងទី1គឺជាអត្រាអាណាភ្លើងហ្នឹងឯងអតិទេពអាណាភ្លើងហ្នឹងឯងអ្នកទាំងអស់គ្នាហ្នឹងហើយហើយពួកគេទាំងពីរអ្នកហ្នឹងគឺអត់ទាន់ដឹងថាតាមពិតណាអាណាតភ្លើងស៊ូគាដែលមាននៅក្នុងខ្លួនរបស់ស៊ីយិនគឺជាអាណាតភ្លើងស៊ូគាពេញលេញណាបានគ្រាន់តែថាស៊ីយិនយើងគឺបានយកមកពីទ្វីបកម្លាំងធាតុអ្នកទាំងអស់គ្នានិយាយទៅគឺគេអត់ដឹងទេគេគិតថាគឺជាបំណាច់នៃវិញ្ញាណអាណាតភ្លើងស៊ូគាបាទតាមពិតគេយល់អញ្ចឹងក៏ត្រូវដែរបាទប៉ុន្តែជំរឿតែបន្តិចទៀតទៅពេលគេដឹងទៅគឺកាន់តែលក្ខណៈភ្ញាក់ផ្អើលទៀតដែរបើលើកកំតាន់ភ្ញាក់ផ្អើលទូឲ្យប្រុសរបស់យើងកំពុងតែជួបបញ្ហាហើយបន្ទាប់ពីបានឃើញអំណាចធម្មពលមុនខ្មែររបស់ខ្លួនគឺមិនអាចធ្វើអ្វីទៅលើស៊ីយិនបានបែបហ្នឹងនោះយើងឃើញថាហៃម៉ូងគឺគេមើលដោយភាពតក់ស្លុតណាអ្នកទាំងអស់គ្នាហើយឃើញថាស៊ីយិននៅក្នុងកំឡុងពេលហ្នឹងគឺប្រៀបដូចជាអត្រាអណ្ដាតភ្លើងអញ្ចឹងហើយបើយើងក្លែកមើលទៅកាន់ទឹកមុខរបស់តាចាស់ទាំងពីរអ្នកនោះគាត់មើលតែឡើងអារម្មណ៍បែបចរណែនណាព្រោះអីគាត់សូម្បីតែគាត់ហ្នឹងក៏មិនអាចគ្រប់គ្រងទៅលើທາງពលវិញ្ញាណអាណាភ្លើងស៊ូគាបានផងចំណែកអាឡិតម្នាក់នេះគឺគ្រប់គ្រងហើយគឺអាណាភ្លើងស៊ូគាហ្នឹងគឺមកការពារទៀតប៉ុន្តែចំណែនមិនមែនចំណែនក្នុងន័យអាក្រក់អីទេអ្នកទាំងអស់គ្នាចំណែនបែបសរសើរអញ្ចឹងណានៅក្នុងអំឡុងពេលនោះផងដែរយើងឃើញថាហៃម៉ូក៏ទូបីជាបានដឹងយ៉ាងច្បាស់អំពីស៊ីយិនក្នុងអំឡុងពេលនេះយ៉ាងណាក៏ដោយប៉ុន្តែគេបានគិតក្នុងចិត្តថាសមត្ថភាពរបស់អត់ម្នាក់ដែលគេកំពុងតែវាប្រហារនេះគឺពិតជាខ្លាំងណាស់គឺមិនអាចទុកឲ្យគេនៅរស់រានបាននោះទេបើសិនជាទុកឲ្យគេនៅរស់រានមានជីវិតនៅថ្ងៃមុខនោះឧបសគ្គនឹងមករកគេនៅពេលខាងក្រោយជាមិនខានដូច្នេះគឺត្រូវតែសម្រាប់គេឲ្យតតែបានបាទអញ្ចឹងនៅក្នុងអំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាគេក៏ចាប់ផ្ដើមបញ្ចេញនៅអំណាចធម្មពលថែមទៀតគឺដើម្បីធ្វើការវាយប្រហារទៅកាន់ស៊ីយិននឹងអាពោះបិសាចនិក្រាចហ្នឹងគឺព្រមគ្នាតែម្ដងសម្លេងនៃការផ្ទុះលាន់ឮសូរតែនៅពេលនោះផងដែរអ្នកទាំងអស់គ្នាធម្មពលនៃវិញ្ញាណធម្មពលនៃអាណាភ្លើងស៊ូគាទាំងអស់ចាប់ផ្ដើមញ័រភ្លាមតែម្ដងដែលនៅក្នុងអំឡុងពេលនេះយើងឃើញថារបាំងការពារនៃអាណាភ្លើងស៊ូគាទាំងអស់របស់ស៊ីយិនហាក់ដូចជាត្រូវបានបញ្ចេញនៅពន្លឺទុនខ្សោយហាក់ដូចជាត្រូវបានចិត្តបំបែកអញ្ចឹងណានៅក្នុងអំឡុងពេលហ្នឹងយើងឃើញថាលោកតាទាំងពីរនាក់ហ្នឹងក៏គាត់ព្យាយាមវាបំបែកនៅរបាំងការពារពឹសបាទវិញ្ញាណមរណៈរបស់ហៃម៉ូដែរបន្តវាប្រហារបណ្ដាមើលមកកាន់ស៊ីយិនបណ្ដាកំពុងតែគិតនឹងចិត្តថាកំតន់បែកអីរបាំងការពារអាណាភ្លើងស៊ូគាគឺត្រូវតែជួយគេឲ្យបានបាទនៅក្នុងអំឡុងពេលហ្នឹងគឺឃើញថាលោកតាឈិងម៉ូដាក់មកដៃឃើញថារបាំងគឺចិត្តបែកមែនតើបាទអ្នកនរគ្នាប៉ុន្តែនៅទៀតអញ្ចឹងណាហើយយើងឃើញថាបាទហៃម៉ូគឺបានបន្តវាប្រហារជាបន្តយល់ទៅគឺវារហូតតែម្ដងវារហូតទៅដល់ដំណាក់កាលចុងក្រោយដែលបាទរបាំងការពារនៃអាណាភ្លើងស៊ូគាគឺត្រូវបានប្រេះបែកអ្នកទាំងអស់គ្នាអើយហើយបើសិនជាវាត្រូវលើកនេះស៊ីយិនណាបើមិនស្លាប់ទេក៏រាងកាយរបស់គេគឺត្រូវបានលាយខ្ទេចដែរវាគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹងណាបន្ទាប់មកតាលួគាត់ក៏បានស្រែកទាំងកំហឹងផងដែរថាអាចង្រៃបញ្ឈប់នៅទង្វើរបស់ឯងនិយាយទៅគឺគាត់វីបណ្ដាលបាទគឺកែពន្លឺខាងព្រៃរបស់គាត់គឺសម្លឹងមើលទៅកាន់
ឈិងមូបណ្ដានិងស៊ីយានបណ្ដានៅក្នុងអំឡុងពេលនឹងអ្នកទាំងអស់គ្នាហើយបន្តទៅយើងឃើញថាអំណាចធម្មពលចុងក្រោយរបស់ឈិងមូលាយជាមួយនឹងអំណាចធម្មពលពឹសពោះបាទបិសាចនិករៀងគឺបញ្ចូលទៅរួមគ្នាវាប្រហារទៅកាន់ស៊ីយានហើយអំណាចធម្មពលពន្លឺកាំរស្មីពណ៌ខ្មៅដល់ក្រក់គឺបានហោះទៅមែនតែនហើយអ្នកទាំងអស់គ្នានៅក្នុងអំឡុងពេលនេះដែលស៊ីយានយើងឥឡូវនេះណាដោយសារតែអំណាចធម្មពលវាអស់ពេកនិយាយទៅគឺមិនដែលមានមកពីមុនមកទេដែលអស់ដល់ថ្នាក់ហ្នឹងអ្នកទាំងអស់គ្នាស៊ីយានណានៅក្នុងអំឡុងស្ថានភាពស៊ីយាននៅក្នុងអំឡុងពេលនេះមិនបាច់ចាំទៅដល់អំណាចធម្មពលដ៏ខ្លាំងមហិមាដូចជាអំណាចធម្មពលពណ៌ខ្មៅនៃកាំរស្មីបាទពឹសវិញ្ញាណមរណៈវាប្រហារទៅកាន់គេទេសូម្បីតែអំណាចធម្មពលមនុស្សធម្មតាដែលមានអំណាចធម្មពលមហាទេពប្រយុទ្ធក៏អាចសម្លាប់ស៊ីយានបានដែរនៅក្នុងអំឡុងពេលហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងនិយាយអីទៅនឹងអំណាចធម្មពលដ៏ខ្លាំងដែលបានបញ្ចេញមកដោយហេមូហើយជាមួយនឹងពោះបិសាចនិករាជនោះតើគេអាចទប់ទល់បានដល់របៀបណាទៅមកដល់ចំណុចនេះផងដែរសាច់រឿងរបស់យើងក៏បានមកស្លេះទៅនឹងអ្នកទាំងអស់គ្នាជក់ចិត្តតែម្ដងភាគនេះអ្នកទាំងអស់គ្នាហើយជំមើតើស៊ីយានគឺអាចបាទទប់ទល់ហើយនឹងដោះស្រាយបានដល់របៀបណាអ្នកទាំងអស់គ្នាណាតាមមានរឿងអីកាត់ឡើងចំពោះស៊ីយានល្អស្ដាប់មែនតើអ្នកទាំងអស់គ្នាហើយអញ្ចឹងជាចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ចុច share ម្នាក់មួយទៅអេដមីនអរគុណច្រើនអ្នកទាំងអស់គ្នាណាជួបគ្នាជាមួយនឹងអេដមីននៅពេលបន្តបាយបាយ